បាទសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូនៅក្នុងការបង្កើត account CHM បាទអញ្ចឹងអ្នកគ្នាគាត់ចុចនៅលើ link ហ្នឹងមកសម្រាប់បងប្អូនក្នុង YouTube បងប្អូនអាចចុច link ក្រោម description ហ្នឹងបានបាទចុច open អញ្ចឹងបាទអញ្ចឹងកន្លែងនេះអ្នកគ្នា first name អ្នកគ្នាដាក់តកោអ្នកគ្នាមកហើយនឹង last name អ្នកគ្នាដាក់ឈ្មោះអ្នកគ្នាមកបាទហើយបន្តមកទៀតកន្លែងនេះកន្លែងដាក់ថ្ងៃខែឆ្នាំកំណើតបាទអ្នកគ្នាដាក់ថ្ងៃខែឆ្នាំកំណើតមកអញ្ចឹងតាក់ញៀនបានមិនគឺយើងដាក់អញ្ចឹងកុំដាក់ copy តាក់ញៀនបានបន្តមកទៀតយើង select កន្លែងនេះដាក់ Cambodia មកហើយខាងក្រោមនេះយើងដាក់លេខទូរស័ព្ទយើង9163ចិត្តបាទយើងដាក់អញ្ចឹងមកកន្លែងនេះយើងដាក់ email បាទបន្តមកទៀតនេះគឺជា pin code បាទវានឹងផ្ញើ pin code ចូលទៅក្នុង Gmail របស់អ្នកគ្នាគ្រាន់តែចូលទៅកាន់ Gmail របស់យើងមកហើយធ្វើការ copy ជាមួយនឹង pin code number ហ្នឹងបាទនៅពេលដែលអ្នកគ្នា pin code ហើយ switch មកវិញមកផាសវាចូលទៅក្នុង pin ហើយ continue អូខេចឹងវា load dashboard បែបនេះមកបាទអញ្ចឹងអ្នកគ្នានេះគឺជាព័ត៌មានរបស់យើងបាទអញ្ចឹងខ្ញុំសុំបាំងកន្លែងហ្នឹងហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់នោះគឺយើងធ្វើការ verify ជាមួយនឹង ID របស់យើងការតាក់ញ៉ាំបានរបស់យើងបាទអញ្ចឹងយើងធ្វើការបាទ select លើ ID បាទខាងលើគេហ្នឹងហើយបន្តមកទៀតនេះគឺជាថ្ងៃខែផុតកំណត់ណាអ្នកគ្នានៅក្នុងតាក់ញ៉ាំបានរបស់អ្នកគ្នាមានសុពលភាពថ្ងៃផុតកំណត់អញ្ចឹងយើងដាក់សុពលភាពថ្ងៃផុតកំណត់ហ្នឹងមកបាទចុងវាយចូលតាមហ្នឹងមកបាទវាយចូលបែបហ្នឹងមកអូខេកន្លែងនេះយើង select យក Cambodia បាទ Cambodia បាទតោះមកយើងធ្វើការផាសចូលផាស ID របស់យើងហ្នឹងចឹងអ្នកគ្នាថតកន្លែងថតស្អាតតិចមកមានតែស្អាតលក្ខណៈថាកុំឲ្យវាចាំងភ្លើងចាំងអីចឹងយើងសេរីថតមិនថតឲ្យគេមើលឃើញច្បាស់បាទបើសិនជាច្បាស់គេឲ្យយើងថតសារថ្មីបាទបន្តមកទៀតអ្នកគ្នាថយក្រោយមកបាទថយក្រោយវាចេញអ្នកគ្នាយកខាងក្រោមគេ proof of address ចឹង proof of address ហ្នឹងគឺបាទម្ដងទៀតបាទម្ដងទៀតកន្លែងអ្នកគ្នាអត់តន់អ្នកគ្នាពេញមក city ដាក់អីគេភ្នំពេញបាទ city ភ្នំពេញ address នេះគឺយើងទៅយកពីក្នុង bank statement របស់ធនាគាររបស់យើងបាទចូលធនាគារចុចណាក៏បានដែរបាទចុចត្រេ3ខាងលើហ្នឹងយកអាទី3 download bank statement យក6ខែអូខេបាទចុច save ទៅ file បាទ save to file ហើយ save មួយទៀតមក replace បាទហើយអ្នកនេះចូល Telegram យើងចូលកន្លែង Telegram save របស់យើងធ្វើការ upload បាទវាចូលទៅ file បាទយកទី3មក upload វាហ្នឹង bank statement នៅលើគេបាទ open មកបាទយើងចុច open ទៅវាចូលទៅក្នុងហ្នឹងអញ្ចឹងអ្នកនេះចុចចូលមើលទៅ zoom វាដើម្បីយើងធ្វើការ copy address link មួយហ្នឹងបាទ copy មកបាទបន្ទាប់ពី copy ហើយយើងធ្វើការផាសចូលទៅក្នុង account របស់យើងកន្លែង address មិញហ្នឹងបាទខ្ញុំផាសចូលខាងលើនោះហើយណាឥឡូវយើង skip មកកន្លែង country យើងដាក់ Cambodia ចូលទៅ postal code ដាក់ 12000 អូខេហើយកន្លែងនេះយើង upload bank statement របស់យើងដែលយើងចូលទៅយកពីក្នុងធនាគារមិញហ្នឹងមកចូល like file នេះឃើញ bank statement ហើយយើងធ្វើការ upload ចូលហើយ submit វា
ok dương banបំពេញបែបបត់តាំងពីនឹងហើយអស់ហើយចឹង KYC យើងគឺចាំតែវា verify ទេប្រហែលជាខ្ទង់1ម៉ោងអី verify អ្នកគ្នាបាទចឹងសូមអរគុណសូមជម្រាបលា